បងប្អូនប្រហែលជាធ្លាប់បានឃើញប្រាសាទធំៗជាច្រើននៅក្នុងតំបន់អង្គរប៉ុន្តែថ្ងៃនេះយើងមកស្គាល់ប្រាសាទតូចមួយដែលមានលក្ខណៈពិសេសប្លែកពីគេនោះគឺប្រាសាទក្រវ៉ាន់មើលពីខាងក្រៅប្រាសាទនេះគឺមានទំហំតូចដែលសាងសង់ឡើងពីឥដ្ឋក្រហមចំនួន5តួប៉មតម្រៀបគ្នាជាជួរលើខឿនតែមួយបែរមុខទៅទិសខាងកើតវាហាក់ដូចជាសាមញ្ញណាស់បើធៀបទៅនឹងប្រាសាទថ្មភក់ដទៃទៀតប៉ុន្តែអ្វីដែលអស្ចារ្យនឹងធ្វើឲ្យប្រាសាទនេះមានតែមួយគ្មានពីរនោះស្ថិតនៅខាងក្នុងនៅពេលដែលយើងចូលទៅក្នុងតួប៉មកណ្ដាលយើងនឹងឃើញចម្លាក់ដែលឆ្លាក់ជាប់នឹងជញ្ជាំងឥដ្ឋតែម្ដងនេះគឺជាចំណុចកម្របំផុតព្រោះប្រាសាទខ្មែរភាគច្រើនឆ្លាក់លើថ្មភក់មិនមែនលើឥដ្ឋបែបនេះទេចម្លាក់ដ៏រស់រវើកទាំងនេះបង្ហាញពីព្រះវិស្ណុព្រះនរានៅក្នុងទម្រង់ផ្សេងគ្នារូបព្រះវិស្ណុមានព្រះហត្ថ8រូបព្រះវិស្ណុជិះគ្រុឌនិងរូបព្រះវិស្ណុឈានជំហានវែងចំណែកឯតួប៉មខាងជើងគឺមានចម្លាក់ព្រះនាងរស្មីដែលជាមហេសីរបស់ទ្រង់ផងដែរទោះបីជាប្រាសាទក្រវ៉ាន់មានរូបរាងតូចក្តីប៉ុន្តែស្នាដៃសិល្បៈនៃការឆ្លាក់លើឥដ្ឋនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននិងជាសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរយើង